គឺរបបលោកហ៊ុនសែននេះត្រូវតែកែប្រែឡើងវិញគឺថាវរៈជនដែលកងទ័ពស្លាប់ម្នាក់ត្រូវទៅមានទទួលខុសត្រូវទៅដឹកនាំយកឡានរបស់រដ្ឋទៅគ្របទង់ជាតិពីលើហើយនឹងធ្វើពិធីជួយផ្ដល់លុយផ្ដល់កាក់ដល់ប្រពន្ធកូនចៅអ្នកខ្លះកេងប្រវ័ញ្ចមកយកលុយឈ្មោះខ្ញុំស្គាល់ទាំងអស់ខ្ញុំមានផតាំងទាំងអស់ទៀតមានក្រុមគេមកតំណាងឯណាសិតតែក្រុមអង្គការក្រុមកាកបាទក្រហមឯនោះមកដឹកស្អីណានៃសម្បើមមែនទេឡាមកនាំគ្នាមកអំពាវនាវនៅប្រទេសអាមេរិកសុំលុយសុំកាក់ប៉ុន្តែលុយអត់ទៅដល់កងទ័ពអត់ទៅដល់កូនចៅអត់ទៅដល់អីទាំងអស់នេះគឺគេជាភាសឹកហើយគេជាអ្នកតស៊ូយើងរដ្ឋាភិបាលហ្នឹងត្រូវតែតស៊ូហើយត្រូវចំណាយលុយកាក់ដើម្បីយកសពឬក៏ការវេទនាឬក៏របួសមកព្យាបាលនៅមន្ទីរពេទ្យដើម្បីហើយធ្វើពិធីអរគុណដែលបានបូជាជីវិតឲ្យសុំទោសដែលប្រជាពលរដ្ឋនិងកូនចៅបងប្អូននៅប្តីប្រពន្ធកូនចៅរបស់កងទ័ពនេះដើម្បីឲ្យលោកបានធូរស្រាលនៅដែលបន្ទាប់ពីការរស់ប្តីស្លាប់ឬក៏ប្រពន្ធស្លាប់ហើយនេះហើយសូមឲ្យលោកត្រូវគិតគូរផងមិនមែនគិតខ្លួនឯងបានសុខបានសុបាយហើយលោកថៃណាប៉ងសម្រាប់លោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែនច្រើនដងហើយលោកប្រយ័ត្នលើកនេះគេនឹងធ្វើហើយគេដឹងថាលោកមានរូងដីរូងអីគេដឹងអស់លីងខ្ញុំដឹងទៀតដែរដូច្នេះប្រយ័ត្នមែនទែនគេនឹងសម្រាប់លោកវិខាតទៅទេខ្ញុំអត់ចង់ឲ្យលោកហ៊ុនម៉ាណែតលោកហ៊ុនសែនស្លាប់ទេចង់ឲ្យនៅរស់ទៅចែកគ្នាដើម្បីជាគំរូទាំងអស់គ្នាខ្មែរទាំងអស់គ្នាអ្នកណាបកណាស្អីណានោះឲ្យមកចូលរួមគ្នាជាគំរូថាខ្មែរយើងរួមគ្នាខ្លាំងហើយនេះជាឱកាសលោកហ៊ុនសែនកាន់កាប់អាដែនប្រទេសទាំងមូលត្រូវលោកចេះនិយាយភាសាល្អប្រើអាកប្បកិរិយាល្អគុំគំរាមដោះលែងប្រជាពលរដ្ឋចេញពីគុកទាំងអស់ដើម្បីឲ្យខ្មែរបានសុខបានសប្បាយហើយចាប់ដៃគ្នាកុំចាំបាច់មកមានតែអញតាមមានតែអញគឺគេបាញ់ហ្នឹងគឺងាប់តែខ្លួនឯងតែអញនឹងឯងដូច្នេះត្រូវគិតណាការជីរស់នៅរបស់ប្រជានិកទាំងឡាយរត់ចេញពីអានេះប្រទេសថៃរងគ្រោះជាង2លាននាក់អត់បាយអត់ទឹកបាត់លុយបាត់កាក់រោងចក្រគេមិនបើកលុយឲ្យសំបានយ៉ាងរកតែកន្លែងរកស៊ីមិនបានលោកអត់គិតពីការវេទនានឹងទេអីនេះហើយគឺជាយុទ្ធធម៌នេះគឺតួនាទីរបស់លោកហ៊ុនសែនហ៊ុនម៉ាណែតវាជ្រុលតែធ្វើជានាយករដ្ឋមន្ត្រីបដិសពនឹងហើយត្រូវគិតថាកុំអញអាងតែត្រកូលអញគិតតែពីធ្វើដើម្បីត្រកូលអញដើម្បីយួនដើម្បីចិនដើម្បីថៃឈប់ទៅលោកបាញ់ឈប់ជាបន្ទាន់រាជជាធំមិនមែនលោកជាធំទេលោកសាកល្បងមើលទៅលើកនេះលោកខំធ្វើនេះដើម្បីបង្អួតបង្អាបោះឆ្នោត2027អីនេះលោកឃើញដើម្បីឈានទៅដើម្បីលោកលួចប្លន់តែដដែលហើយយកលុយពួកអាគ្រឿងញៀនយកលុយពួកអាលៀងលុយកខ្វក់លោកបង្រិចបណ្ដាញតាំងពីប្រសង់លោកអីសម្បត្តិយ៉ាងបង្រិចពេញសហរដ្ឋអាមេរិកតាំងកាណាដាទាំងស្អីទាំងអស់ហ្នឹងនៅតែជាបណ្ដាញសុទ្ធតែជាបណ្ដាញដើម្បីលៀងលុយកខ្វក់សំបីតែប្រសង់យ៉ាងច្រើនខ្ញុំស្គាល់ហើយខ្ញុំមានផតាំងយ៉ាងច្រើនមែនទែនសពថ្ងៃមានប្រសង់ដើរតែសំលុយដាក់ក្នុងទូដែកខ្ញុំដឹងទៀតហើយនឹងប្រមូលយកទូដែកយកទៅដាក់នៅបាំងឥឡូវនឹងអញ្ចឹងទៀតខ្ញុំបានថតខ្ញុំបានទុកទាំងអស់ប្រសងណាខ្នាតណានៅរដ្ឋណានៅ state ណាដេកជាមួយស្រីណាដេកជាមួយអ្នកណានៅបាយល្ងាចណាខ្ញុំដឹងទាំងអស់នេះខ្ញុំចង់ជម្រាបខ្ញុំមិនមែនមនុស្សដើរចាក់រូបទេខ្ញុំជាមនុស្សដើរបង្រួបបង្រួមប៉ុន្តែដល់លោកអត់រួបរួមខ្ញុំចេះឆ្ងល់តែហេតុអីបានអត់រួបរួមសួរមួយទៅលោកសង្ឃនេះគាត់ធ្វើការនៅគាត់មកពីខ្មែរក្រមប៉ុន្តែគាត់មកធ្វើការនេះឲ្យដើរគេឲ្យដើរបង្អាប់តែខ្មែរកដាលគ្នាឯងគេឲ្យជុលគ្នាដូច្នេះរឿងនេះណាជារឿងសំខាន់ណាស់ដែលខ្មែរយើងទាំងអស់គ្នាត្រូវដឹងហើយយើងចាញ់បោកយួនទាំងអស់គ្នាចាញ់បោកថៃចាញ់បោកចិនចាញ់បោកពួកកុម្មុយនីសទាំងអស់ទេគឺថានៅរួបរวมគ្នាយូរទៅចូលជាមួយយួនវាយបំបែកទៅគ្នាឯងគេសួរថាចុះហេតុអីអ្នកនយោបាយអ្នកធ្វើអីនឹងមិនក៏នាំគ្នាមិនធ្វើអីនាំគ្នានៅស្គៀមថាមិនស្គៀមទេអ្នកដែលថាអ្នកសួរនឹងទេដែលនៅស្គៀមហើយមិនចេះដឹងហើយមិនធ្វើអីហើយដើរតែបំផ្លាញឲ្យតែអ្នកណាធ្វើនយោបាយគឺបើសិនជាថៃមានគម្រោងវាយមែនគឺយើងខ្ទេចហើយប្រសាទទាំងអស់គ្នាពីព្រោះលោកហ៊ុនសែនអត់បានបញ្ជាមកឲ្យ
កម្លាំងទ័ពកម្លាំងអីមកការពារប្រាសាទអង្គរទេដឹងហើយឮហើយនៅស្ងៀមដេកចាំសន្តិភាពរត់មកឲ្យលោកមិនមែនអដែងរត់ទៅការពារប្រជាពលរដ្ឋដើម្បីសន្តិភាពទេលោកហ៊ុនសែនណាលោកខុសច្រើនណាស់ប៉ុន្តែឥឡូវនេះមិនមែនសន្តិភាពដោយសារលោកទេលោកគង់នឹងដឹងទេប៉ុន្តែឥឡូវរួបរวมសិនទាំងអស់គ្នាចាំនិយាយគ្នាក្រោយដូច្នេះសូមឲ្យខ្មែរយើងទាំងអស់គ្នាត្រូវរួបរวมគ្នាទាំងអស់គ្នាណារួបរวมគ្នាខ្ញុំសូមឲ្យយើងឲ្យមានការផ្លាស់ប្ដូរគំនិតចាស់ហ្នឹងគំនិតចាញ់ចាស់ចាញ់បរទេសដោយសារតែចាញ់នឹងហើយបានយើងបែកគ្នាគេបំបែកយើងគេប្រើគ្រប់វិធីសាស្ត្ររបស់ហូជីមីញគ្រប់20ចំណុចគ្រប់ស្អីទាំងអស់ដើម្បីបំបែកយើងឲ្យយើងរលាយដូច្នេះសំខាន់ខ្មែររួមខ្មែររស់ខ្មែរឆ្លោះខ្មែររលាយទី6សូមឲ្យលោកហ៊ុនសែនត្រូវយកកងទ័ពជើងគោកជើងអាកាសដើម្បីការពារយន្តហោះនិងដ្រូនដែលមានបំណងប៉ុនប៉ងរំលាយប្រាសាទអង្គរទូចប្រាសាទអង្គរធំនេះដើម្បីការពារឲ្យបានសូមយកជាបន្ទាន់ឥឡូវនេះកុំកេងនៅមកប្រហែលមក2មក3កុំកេងពីព្រោះបើកេងគិតពីកេងហើយនឹងអាការស្លាប់ហើយនឹងរលាយទេលោកយកណាសូមឲ្យដោះលែងអ្នកទោសបើទោះជាជប់និន្នាការទាំងមនសិការទាំងនយោបាយទាំងស្អីក៏ដោយពីព្រោះខ្មែរទាំងអស់គ្នាបើយើងមិនចូលរួមនយោបាយទេអ្នកនយោបាយសម្លាប់យើងនឹងឯងអ្នកណាអ្នកធ្វើនយោបាយអ្នកសម្លាប់យើងប៉ុន្តែដល់យើងអត់ចូលយើងត្រូវកំទេចអ្នកនយោបាយដែលក្បត់ជាតិនឹងទៅវិញតែយើងចូលបានយើងមានអំណាចទៅចូលទៅអញ្ចឹងគ្រាន់តែលឺនយោបាយចាញ់យួនហ្មងយួនវាប្រើពាក្យអភិសាហ្នឹងដើម្បីសម្រាប់យើងហើយយើងនៅអត់ដឹងអត់យល់ដូច្នេះខ្ញុំបន្តទៅទៀតថាដោះលែងអ្នកទោសនិងនិន្នាការនយោបាយក៏ដោយទាំង NGO អ្នកដែលតស៊ូទាំងយុវជននៅដែលតស៊ូដើម្បីជាតិមាតុភូមិស្អីទាំងអស់ហ្នឹងដោះលែងទាំងអស់ឲ្យជួបជុំគ្រួសារបងប្អូនវិញទៅនេះជាសំណូមពរខ្ញុំទៅកាន់លោកហ៊ុនសែនបន្តទៅទៀតសូមលោកបញ្ឈប់ឬបញ្ចប់មិត្តភាព10000ឆ្នាំជាមួយវៀតណាមចាប់ពីថ្ងៃនេះតទៅមិត្តភាព10000ឆ្នាំคล้ายអត់មានអីចំណេញទេមានតែអស់ដីអស់កោះអស់ព្រៃព្រឹក្សាថែមអស់លុយអស់កាក់ខ្មែរនៅតែក្រតដែលខ្មែរនឹងអត់ចេះអីល្ងងដោយសារតែលោកទៅមិត្តភាពជាមួយ10000ឆ្នាំឥឡូវលោកងាកមកអាមេរិកចាប់អាមេរិកឲ្យជាប់ទៅខ្ញុំនេះហើយជាអ្នកអាមេរិកដែលកាត់ចាប់អាមេរិកតាំងពីរុបសតវត្សអាយុ71ឆ្នាំស្អែកនេះហើយដូច្នេះបើទោះជាខ្ញុំស្លាប់ដោយប្រការណាមួយបងប្អូនធ្វើដំណើរទៅមុខជីវិតមិនទៀងទាំងអស់គ្នាធ្វើដំណើរកុំឈប់ហើយផ្ដាំកូនចៅហើយមានសេចក្តីខ្លាចឲ្យតម្លៃមនុស្សឲ្យតម្លៃខ្មែររួបរวมគ្នាកុំវាយគ្នាធ្វើ positive និយាយពីវិជ្ជមាននិងវិជ្ជមានដាច់ខាតហើយមានសេចក្តីក្លាហានហើយនឹងបរិច្ចាគសម្បត្តិយ៉ាងដើម្បីឲ្យខ្លួនយើងបានជោគជ័យคล้ายទៅជាអ្នកដឹកនាំដើម្បីបំរើរាជមិនមែនរាជកញ្ចាស់របស់អ្នកដឹកនាំដូចសពថ្ងៃនេះទេកុំស្វែងរកកំហុសឈប់មើលបំណាំគ្នាគណៈបកនេះគណៈបកនោះឥឡូវនេះគណៈបកបោះសង្គ្រោះជាតិត្រូវប្រមូលមកវិញរានរិទ្ធទាំងដែលលោកតាសឿនសានខ្មែរក្រហមនិងលោកគណៈបកផោះយួនដែលមានលោកហ៊ុនសែនជាប្រធាននឹងរំលាយយួនចោលទៅយើងយកតែខ្មែរគ្នាឯងមកដឹកនាំប្រទេសទៅយក$23មកប្រើទៅយើងបានសុខយើងបានសុបាយហើយលោកហ៊ុនសែនក៏បានខ្ញុំក៏រួមចំណែកជួយលោកហ៊ុនសែនហ៊ុនម៉ាណែតដែរបើអ្នកណាថាទេត្រូវទៅចាប់ហ៊ុនសែនលោកហ៊ុនម៉ាណែតចាប់ចងនឹងយកទៅសម្លាប់ចោលកាត់កចោលយកមាសយកប្រាក់ពេជ្រខ្ញុំត្រូវចេញមុខដើម្បីការពារតែខ្ញុំមិនធ្វើការឲ្យលោកហ៊ុនសែនចាំឲ្យច្បាស់តែក្នុងន័យថារួបរวมគ្នាខ្ញុំនឹងចេញមុខជួយពីព្រោះខ្ញុំដាក់ពាក្យបណ្ដឹងច្រើនណាស់